ពីដើមយើងតែងតែនាំគ្នានិយាយថាមានផ្លូវមានក្តីសង្ឃឹមប៉ុន្តែបច្ចុប្បន្នក្រៅពីមានផ្លូវយើងមានអំពូលសូឡាបំភ្លឺអំពូលសូឡានេះគឺជាគម្រោងដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតព្រះច័ន្ទមនីហ៊ុនម៉ាណែតតាមរយៈអាយដាមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំដែលបានផ្ដល់នៅសមិទ្ធផលជាអំពូលសូឡាសម្រាប់ដាក់បំភ្លឺតាមដងផ្លូវសាធារណៈស្ថិតនៅក្នុងស្រុកអូរង្អៅដែលមានចំនួនបឋមសម្រាប់ជំហានមួយនេះគឺ614បកគោលតាមបណ្ដោយផ្លូវលេខ307នេះគឺចំនួន4ឃុំមានឃុំដំរិលឃុំចកឃុំទួលសុភីនិងកងជ័យហើយសូឡានេះពិតជាមានអត្ថប្រយោជន៍សំខាន់សម្រាប់សម្រួលដល់ការធ្វើដំណើរដឹកជញ្ជូនកសិផលសម្រាប់លោកគ្រូអ្នកគ្រូសិក្សានិស្សិតធ្វើដំណើរមកបង្រៀននិងរៀនសូត្រសម្រាប់បងប្អូនប្រជាពលរដ្ឋមានឱកាសបានហាត់ប្រាណទាំងពេលល្ងាចទាំងពេលព្រលឹមដែលជួយសម្រួលទៅដល់សុខភាពរបស់ពួកគាត់ឲ្យមានភាពមាំមួនពន្លឺភ្លឺចិញ្ចាចនៅក្នុងពេលយប់ដែលខុសឆ្លាស់ពីពេលមុនដែលយើងមិនអាចមានពន្លឺមិនទាន់មាននេះគឺបងប្អូនអត់បានធ្វើដំណើរហាត់ប្រាណពេលយប់ពេលព្រលឹមអីដូចពេលនេះទេហើយការធ្វើដំណើរទៀតសោក៏ចរាចរណ៍មិនសូវមានភាពមមាញឹកហើយក៏មិនសម្បូរយានយន្តក៏ដូចមធ្យោបាយធ្វើដំណើរបែបឥឡូវនេះកកកណាធ្វើឲ្យផ្លូវនេះមានភាពអ៊ូអរហើយមានភាពមួយដែលផ្ដល់ការអនុគ្រោះសម្រាប់ជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅឲ្យមានភាពសុខដុមរមនាផ្ដល់នៅសេចក្តីសុខសុភមង្គលសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកអូរង្អៅក៏ដូចជាផ្ដល់និងគ្រប់គ្រងទៅដល់ការអភិវឌ្ឍរីកចម្រើននៅក្នុងមូលដ្ឋានភូមិឃុំរបស់យើងថែមមួយកម្រិតទៀតសមិទ្ធផលថ្មីនៃអំពូលសូឡារបស់យើងនេះគឺពួកគាត់រីករាយសាទរខ្លាំងណាស់សម្រាប់អំពូលសូឡារបស់យើងបន្ទាប់ពីមានការដាក់រួចហើយផ្ដល់នៅការប្រើប្រាស់សម្រាប់បងប្អូនប្រជាពលរដ្ឋឲ្យមានពន្លឺភ្លឺនៅតាមដងផ្លូវសាធារណៈនេះពេលដែលមិនទាន់ដាក់សូឡាហ្នឹងវាការហាត់ប្រាណពេលល្ងាចពេលយប់ហ្នឹងវាមានការវិបាកបន្តិចបាទវិបាកត្រង់ថាវាងឹតណាភ្លើងកង់យើងមានហើយក៏ប៉ុន្តែវាមិនភ្លឺដោយពេលយើងដាក់សូឡាដល់ពេលយើងដាក់សូឡាវាបានភ្លឺជះមកដល់ពេលអញ្ចឹងការយើងធ្វើដំណើរមានសុវត្ថិភាពជាងបំភ្លឺធ្វើឲ្យប្រជាពលរដ្ឋនឹងធ្វើដំណើរហើយនឹងការពារទ្រព្យរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យគឺថាមានជន់ខលខូចអីវាមិនហ៊ានណាវាបានភ្លឺខ្ញុំទៅធ្វើការរោងចក្រសួងពេលមកវិញបុកឆ្កែបុកអីភ័យចឹងមកហើយពេលឥឡូវលែងសូវភ័យហើយបានភ្លើងភ្លឺពេលធ្វើដំណើរខ្ញុំចេញពីធ្វើការមកយប់ក៏អត់ខ្លាចដែរពីដើមខ្ញុំខ្លាចត្រង់វាលស្រឡះហ្នឹងចាត្រង់វាលស្រឡះស្ងាត់តាមរយៈការគិតគូររបស់អាយដាមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំសម្រាប់ផែនការអភិវឌ្ឍបន្តតាមដងផ្លូវនៅក្នុងស្រុកអូរង្អៅមិនមែនតែមួយខ្សែនេះទេដែលនឹងទទួលសមិទ្ធផលពីសម្ដេចធិបតីនិងលោកជំទាវគឺនឹងមានគម្រោងបន្តបន្ទាប់ខ្សែផ្លូវផ្សេងទៀតទៅតាមជំហានទៅតាមដំណាក់កាលដើម្បីផ្ដល់នៅភ្លើងបំភ្លឺផ្លូវសាធារណៈជាអំពូលភ្លើងទេវតានេះឲ្យបានគ្រប់ឃុំនៅក្នុងស្រុកអូរង្អៅរបស់យើងហើយក្រៅអំពីសូឡាក៏នៅមានសមិទ្ធផលថ្មីជាច្រើនទៀតដែលនឹងទទួលបានជាបន្តបន្ទាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកការងារអប់រំសុខាភិបាលក៏ដូចជាកិច្ចការងារផ្សេងទៀតផងដែរ
ហើយជាក្នុងឱកាសនេះផងដែរជំនួសមកឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអូររងឪយើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលបានផ្ដល់នៅការឧបត្ថម្ភនៅអំពូលសូឡាដ៏ថ្លៃថ្លានេះជូនបងប្អូនប្រជាពលរដ្ឋបានបំភ្លឺតាមដងផ្លូវនៅក្នុងស្រុកអូររងឪដែលជាផ្នែកមួយនៃការគ្រប់គ្រងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្តីសុខសេងសានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិឃុំនៃស្រុកអូររងឪរបស់យើងឲ្យមានជីវភាពទូធានិងមានការរីកចម្រើនអភិវឌ្ឍថែមមួយកម្រិតទៀតសូមអរគុណខ្ញុំសូមជូនពរដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដឹកនាំប្រទេសជាតិឲ្យបានរុងរឿងទៅមុខទៀតរហូតដល់គាត់សុខភាពល្អបាទដឹកនាំជោគជ័យគ្រប់ភារកិច្ចទាំងអស់ ចាខ្ញុំមានតែម្រាមដៃ10អរគុណដល់សម្ដេចដែលជួយផ្ដល់ជាសិលាឲ្យប្រជាជនអ្នកស្រុកភូមិខ្ញុំបានដើរធ្វើដំណើរស្រួលហើយខ្ញុំក៏សូមស្នើដល់សម្ដេចឲ្យធ្វើសិលាតដល់ទីក្រុងសួងដែរព្រោះអីងឹតខាងនោះអត់មានភ្លើងសិលាទេ